អ្នកមកយកត្រីបកក៏មកបងច្រើនមែនតើជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺរឿងផ្លាយវីដេអូបន្តិចវីដេអូរដងនោះគឺខ្ញុំធ្លាប់តែថតទូអ្នកនេសាទពេលថ្ងៃតែម្ដងនេះគឺមកថតអ្នកមកយកត្រីបកឬក៏ត្រីចិត្តក្បាលហ្នឹងគឺច្រើនមែនតែនថតនៅពេលយប់មើលទៅគឺរាងខ្មៅរាងព្រះអត់ច្បាស់ដូចថតយើងថតថ្ងៃទេហើយអ្នកមកយកត្រីចិត្តក្បាលហ្នឹងគឺច្រើនមែនតែនពុកម៉ែបងប្អូនហើយនៅម្ដុំខ្ញុំហ្នឹងគឺសម្បូរអ្នកអត់សូវមានការងារធ្វើដូច្នេះហើយគឺពួកគាត់សម្រុកមកយកត្រីបកតែម្ដងពីព្រោះអីខែនេះភាគច្រើនទូកចូលទៅខាងគេដូច្នេះហើយអ្នកដែលគាត់រឹសត្រីប្រចាំគាត់អីហ្នឹងគឺអត់មានត្រីរឹសដូច្នេះហើយគឺមកយកត្រីបកហ្នឹងគឺច្រើនមែនតើម្នាក់ហ្នឹងគឺ4 10 20ថងណាពីព្រោះអត់ការងារធ្វើហើយនេះគឺជាសកម្មភាពពេលយប់ម៉ោង8អ្នកខ្លះហ្នឹងក៏យកបានអ្នកខ្លះហ្នឹងក៏យកមិនទាន់បានអ្នកដែលយកបានហ្នឹងគឺដាក់ម៉ូតូទៅចិត្តមុនតែម្ដងឥឡូវហ្នឹងគឺភ្លើងម៉ូតូខ្វាត់ខ្វែងតែម្ដងឯនេះគឺនៅកំពុងតែដណ្ដើមគ្នាអ្នកខ្លះហ្នឹងក៏យកបានអ្នកខ្លះក៏យកមិនទាន់បានអ្នកខ្លះក៏ជ្រើសរើសយកត្រីធំអ្នកខ្លះទៀតក៏យកត្រីតូចចឹងទៅអ្នកតាមចំណង់ចំណូលចិត្តគេវីដេអូដែលខ្ញុំថតគឺបង្ហាញត្រីបយនិងត្រីចិត្តហ្នឹងគឺចេញច្រើនដងមកហើយពុកម៉ែបងប្អូនឥឡូវហ្នឹងគឺចេញមួយសាទៀតហើយត្រីនេះដែរគឺទូកអួនខៀវដែលគេរកបានត្រីប្អនហ្នឹងគឺច្រើនមែនតែនខែនេះភាគច្រើនតែម្ដងទូកអួនខៀវចេញទៅហ្នឹងគឺរកត្រីបានត្រីប្អនហ្នឹងគឺច្រើនមែនតែនរាប់សែនរាប់តោនណាពុកម៉ែបងប្អូនហើយឥឡូវហ្នឹងក៏បានយកមកហាស្ងួតអស់ហ្នឹងគឺចាប់ផ្ដើមយកឲ្យគេមកបកឬក៏ចិត្តក្បាលហ្នឹងហើយត្រីនេះដែរគឺយកទៅប្រទេសចិនទៅណាតណៃច្រើនមែនតែពុកម៉ែបងប្អូនហើយមិនដឹងអ្នកទាំងអស់គ្នាជឿអត់អ្នកដែលមកយកត្រីបកហ្នឹងអ្នកខ្លះយក4 5ថងអ្នកខ្លះទៅដល់10ថងណាអ្នកខ្លះទៀតគឺដល់20ថងគឺច្រើនមែនតែនក្នុងមួយថងហ្នឹងចំនួន10គីឡូអ្នកខ្លះហ្នឹងយកទៅហ្នឹងគឺចិត្តនៅពេលយប់អត់មានដេកពួនទេគឺចិត្តមកយប់ទាល់ភ្លឺតែម្ដងអានេះខ្ញុំសួរគេផ្ទាល់តែម្ដងអ្នកខ្លះហ្នឹងក៏ពាក់កណ្ដាលយប់ហ្នឹងគឺដេកពួនហើយអ្នកខ្លះអត់ដេកទេគឺចិត្តក្បាលហ្នឹងគឺនៅមកយប់ទាល់ភ្លឺតែម្ដងនេះគឺជាការងារពលករនៅស្រុកថៃពុកម៉ែបងប្អូនអ្នកដែលដឹងមិនដឹងអ្នកដែលមិនដឹងហ្នឹងថាយើងមកថៃហ្នឹងគឺមានការងារស្រួលល្អបានលុយច្រើនការពិតទៅគឺអញ្ចឹងទេពុកម៉ែបងប្អូននេះគឺជាសកម្មភាពរឿងពិតតែម្ដងអ្នកដែលមកថៃអត់សូវមានការងារធ្វើនិយាយរួមទៅគឺនៅម្ដុំខ្ញុំហ្នឹងគឺភាគច្រើនតែម្ដងអ្នកអត់ការងារធ្វើគឺច្រើនមែនតែពីព្រោះទូកចាប់ត្រីអត់សូវបានដូច្នេះហើយគឺម្នាក់ហ្នឹងគឺទំនេរច្រើនតែម្ដងដូច្នេះហើយគឺនាំគ្នាបុកសម្រុកមកយកត្រីបកឬក៏ត្រីចិត្តក្បាលនឹងតែម្ដងទាំងគេទាំងខ្ញុំឥឡូវនេះគឺសកម្មភាពពេលព្រឹកឡើងពុកម៉ែបងប្អូនគឺអ្នកខ្លះហ្នឹងក៏មកយកទៀតអ្នកខ្លះហ្នឹងក៏យកគ្រប់គ្រាន់ហ្នឹងគឺនៅសង្ងំចិត្តក្បាលឬក៏បកត្រីផងដែរហើយត្រីនេះគឺយកយំមិញអត់ទាន់អស់ទេគឺនៅច្រើនប្រហែលជា100ថងជាងចំណែកដែលត្រីនៅខាងស្ដាំដៃនេះគឺជាក្បាលត្រីហើយត្រីខ្លះហ្នឹងក៏ចិត្តហើយក៏គេយកមកទម្លាក់ជាមួយនឹងគ្នាតែម្ដងហើយនេះគឺជាត្រីដែលមិនទាន់ចិត្តត្រីសល់ពីយំមិញឥឡូវនេះគឺខ្ញុំចាប់ដើមដើរឆ្ពោះមករកថងត្រីដើម្បីខ្វេះត្រីមួយដើម្បីយកមកបង្ហាញពុកម៉ែបងប្អូនមើលបន្តិចថាត្រីនេះគឺរូបរាងវាយ៉ាងម៉េចវីដេអូនេះគឺខ្ញុំចេញច្រើនដងហើយបង្ហាញត្រីបកឬក៏ត្រីចិត្តក្បាលឥឡូវនេះគឺមកមើលរូបរាងត្រីសមុទ្រតូចមួយហ្នឹងគឺរូបរាងដូចត្រីយ៉ាវ៉ាភ្លៀងមែនតែគឺដូចបេះបិទតែម្ដងហើយត្រីនេះដែរគឺជាត្រីឆៅអត់ឆ្អិនទេត្រីខ្លះហ្នឹងក៏គេដាក់ស្ងោរដែរគឺឆ្អិនស្រាប់តែម្ដងចំណែកដែរត្រីគេចិត្តក្បាលនេះគឺជាត្រីឆៅហើយឥឡូវហ្នឹងគឺសល់ប្រហែលជាង100ថងហ្នឹងគេអត់ទាន់មកយកអស់ទេគឺនៅត្រៀបត្រាតែម្ដងហើយខ្ញុំថតហ្នឹងគឺម៉ោង8ព្រឹកប្រហែលជាម៉ោង11ម៉ោង12ថ្ងៃត្រង់ប្រហែលជាអ្នកមកយកត្រីចិត្តក្បាលហ្នឹងគឺអស់ពីកន្លែងហ្នឹងតែម្ដងពីព្រោះឯខែនេះគឺអត់សូវមានការងារធ្វើដូច្នេះហើយម្នាក់គឺមកយកត្រីបកហ្នឹងត្រីចិត្តក្បាលហ្នឹងគឺច្រើនមែនតើហើយក៏វីដេអូរបស់ខ្ញុំបាទក៏ឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនតាណាមណាសូម